បាទគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គមទាំងអស់ជាទីគោរពរាប់អានអញ្ចឹងថ្ងៃនេះខ្ញុំចង់ចែកម្លែកអំពីកសិកម្មដែលចង់និយាយអំពីដំណាំទុរេនណាបងប្អូននិយាយពីដំណាំទុរេនគឺភាគច្រើនទូទៅបងប្អូនតែងតែនិយាយថាដំណាំទុរេនល្អគឺអាស្រ័យទៅលើពូជបាទបានន័យថាពូជល្អការដាំដុះគឺបានផលល្អជាទូទៅខ្ញុំគិតថាកត្តាចំនួន3ដែលធ្វើឲ្យទុរេនលូតលាស់បានល្អទី1យើងនិយាយអំពីពូជបាទពូជគឺបានន័យថាពូជតពីដើមវាមកការបណ្ដុះពូជដោយគ្រាប់ដោយផ្សាំមែកដោយបញ្ជុលឲ្យផ្សេងៗហ្នឹងតាមបច្ចេកទេសមួយទៀតចំណុចទី2ខ្ញុំនិយាយអំពីបរិស្ថាននេះខ្ញុំចង់សំដៅទៅលើទឹកសំដៅទៅលើដីណាបងប្អូនដែលជាទីតាំងនៃការដាំដុះនៅក្នុងតំបន់នីមួយៗតើដីហ្នឹងជាដីប្រភេទអីទឹកហ្នឹងទឹកប្រភេទណាវាមានសារធាតុអីខ្លះចឹងទៅហើយទី3ជាចំណុចចុងក្រោយខ្ញុំគិតថាវាសំខាន់ដែលនិយាយអំពីបច្ចេកទេសចឹងបច្ចេកទេសនេះខ្ញុំនិយាយតាំងពីការដាំដុះការថែទាំគ្រប់គ្រងណាបងប្អូនចឹងចំណុចទាំងនេះកាលណាដែលយើងដឹងទាំងអស់បានន័យថាទី1យើងជ្រើសរើសពូជត្រឹមត្រូវទី2ដីយើងល្អទឹកយើងស្អាតទី3បច្ចេកទេសយើងល្អយើងមានបច្ចេកទេសត្រឹមត្រូវដំណាំប្រកបជាលូតលាស់បានល្អដោយគោរពនៅតាមគោលការណ៍3ពូជបរិស្ថានហើយនឹងបច្ចេកទេសអញ្ចឹងបងប្អូនយល់យ៉ាងម៉េចដែរចំពោះ3ចំណុចនេះបាទបងប្អូនអ្នកម្ចាស់ចម្ការឬក៏បងប្អូនយើងដែលជាកសិករភាគច្រើននិយាយរួមទៅគាត់ដឹងទាំងអស់ប៉ុន្តែគាត់ថាគាត់អាចបែងចែកថាត្រូវធ្វើអាណាមុនទុកអាណាអញ្ចឹងណាទីទូទៅចំណុច3នេះបងប្អូនគឺបានអនុវត្តទាំងអស់បាទអញ្ចឹងក្នុងចំណោម3កត្តានោះខ្ញុំគិតថាកត្តាមួយដែលពិបាកជាងគេគឺនិយាយអំពីបច្ចេកទេសព្រោះនៅក្នុងបច្ចេកទេសវាមានច្រើនបងប្អូនមានទាំងការដាំដុះការបង្កើនទិន្នផលការគ្រប់គ្រងទឹកបាទប្រព័ន្ធស្រោចស្រពអីហ្នឹងហើយចុងក្រោយគេដែលពិបាកមែនទែនគឺយើងគ្រប់គ្រងអំពីសត្វល្អិតជំងឺបាទជាមួយនឹងវីរុសអីផ្សេងហើយរឿងដែលកាន់តែពិបាកជាងនេះទៀតម្ដងមកកាលគឺគ្រោះធម្មជាតិបាទអញ្ចឹងការដាំដុះក្នុងវិស័យកសិកម្មដែលយើងមិនអាចគ្រប់គ្រងបានគឺគ្រោះធម្មជាតិដូចជាភ្លៀងខ្យល់ទឹកជំនន់ហើយនឹងរាំងអីខ្លាំងជាដើមខុសបានន័យថាយើងមិនអាចគ្រប់គ្រងវាបានប៉ុន្តែបើសិនជាបច្ចេកទេសទៅលើការបង្កើនផលទៅលើការដាំដុះទៅលើសត្វល្អិតឬក៏អីមួយចំនួនគឺយើងគិតថាវាស្ថិតនៅក្នុងការរៀនសូត្រការសិក្សាស្រាវជ្រាវហើយនឹងការដែលយើងអនុវត្តស្វែងរកដំណោះស្រាយហើយយើងមានថ្នាំយ៉ាងទៅបាទដើម្បីយើងដោះស្រាយវាអញ្ចឹងវីដេអូខ្ញុំគ្រាន់តែចង់ចែកម្លែកបងប្អូនអំពីថាចំណុច3ដែលយើងគិតពិចារណាដែលយើងត្រូវដឹងហើយយើងគិតមុនពេលដែលយើងដាំដុះតើយើងត្រូវធ្វើអីខ្លះបាទអញ្ចឹងយើងត្រូវដឹងផងថាទាំង3ដែលយើងត្រូវរៀនសូត្រទី1យើងជ្រើសរើសពូជទី2យើងត្រូវដឹងអំពីបរិស្ថានហ្នឹងចង់និយាយពីទឹកចង់និយាយពីដីឬក៏ទីតាំងភូមិសាស្ត្រដែលយើងត្រូវដាំហើយទី3យើងត្រូវយល់ដឹងអំពីបច្ចេកទេសអញ្ចឹងបងប្អូនរៀនសូត្រ3ចំណុចនេះហើយនឹងបាទបានន័យថាសិក្សាវាលម្អិតបន្តិចទៅមុននឹងធ្វើការដាំដុះយើងធ្វើការដាំដុះទៅវាងាយស្រួលបានន័យថាអត់សូវជួបហានិភ័យច្រើនការបង្កើនទិន្នផលឬក៏កត្តាផ្សេងៗវាងាយស្រួលបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូខ្ញុំនេះជាវីដេអូទី1ដែលខ្ញុំនិយាយអំពីដំណាំទុរេនបើសិនជាមានការលើសលុបខ្វះខាតអីក៏សូមអធិស្ឋានបងប្អូនហើយបងប្អូនក៏អាចចូលរួមមួយខ្ញុំបានតាមរយៈ comment នៅក្នុង channel YouTube របស់ខ្ញុំហើយក៏អាចចូលរួមបាទ subscribe channel YouTube របស់ខ្ញុំបាទជា channel ថ្មីដែលខ្ញុំបាទនឹងធ្វើការចែកម្លែកអំពីរឿងរ៉ាវជាច្រើនដែលនិយាយអំពីកសិកម្មជាពិសេសគឺខ្ញុំផ្ដោតទៅលើដំណាំទុរេនដែលខ្ញុំកំពុងតែមានបទពិសោធន៍ការងារនៅក្នុងវិស័យកសិកម្មក្នុងដំណាំទុរេននៅប្រទេសម៉ាឡេស៊ីស្រាប់បងប្អូនអរគុណច្រើនជម្រាបលាបងប្អូន